Ok, số đây là tỏ kia trong nhóm khăn trên video chúng đã chẳng hạn nói nhóm bà hai này tỏ kia tại thông năng security một chút nôn nữa mà tính chẳng bà sân chỉ bóng bộ configure xử lý nữa mà tích hay làm bài sẽ internet bán chẳng làm bài prevent cả hacker thì có cả attack về user xem chỉ mà xem một căn đã tới chứ chẳng từ bộ này tỏ kia miền service ពីក្រុមហ៊ុន local យើងមិនថា Midphone Eastcom ឬក៏នៃកុង net ទេអញ្ចឹងគាត់នឹងឲ្យ username password ជាលក្ខណៈ account PPE បើសិនជា account PPE ហ្នឹង IP public IP ហ្នឹង fix IP អញ្ចឹងវាងាយស្រួលនឹងសម្រាប់ពួក hacker ឬក៏ពួកuser ដែលព្យាយាម attack មកកាន់ IP public IP របស់យើងអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាមុនពេលអ្នកទាំងអស់គ្នាធ្វើការ config ដើម្បីឲ្យ access internet បានអញ្ចឹងអ្នកទាំងអស់គ្នាដំបូងបំផុតអ្នកទាំងអស់គ្នានៅពេលដែល router យើងនៅលើ market យើងគឺអត់ទាន់មាន configure អីទេខ្ញុំ recommend ដំបូងគឺអ្នកទាំងអស់គ្នាset up password ដើម្បី login ចូល marketing របស់យើងអញ្ចឹងនៅពេលដែលឧទាហរណ៍តាម marketing នេះគឺយើងធ្វើការ reset រួចហើយអញ្ចឹងអ្នកនរគ្នា log ចូលតាម address បានហើយអ្នកនរគ្នាចូល IP ឬក៏ system បាទ user អញ្ចឹងអ្នកនរគ្នាធ្វើការឧបមាថា default វាគឺ admin អញ្ចឹងអ្នកនរគ្នា admin នេះខ្ញុំបិទចោលហើយឧទាហរណ៍ admin អញ្ចឹងpassword admin ហ្នឹងគឺឧបមាថាខ្ញុំ enable មុន enable អូខេ enable អញ្ចឹងអ្នកនរគ្នាធ្វើការ right click មកធ្វើការ set password នេះបាទឃើញទេអញ្ចឹងអ្នកនរគ្នា set password សិនមុននឹង config ដើម្បី up link internet access បានអញ្ចឹងអ្នកនរគ្នា config password ដែលអ្នកនរគ្នាចង់កំណត់ឲ្យត្រូវចាំខ្លួនឯងណាព្រោះនេះជា password ដើម្បី login ចូល remote ចូល marketing របស់យើងបាទឧទាហរណ៍ថាខ្ញុំ config ហើយបាទអញ្ចឹង user នេះគឺខ្ញុំធ្វើការ set password ហើយបាទអូខេអញ្ចឹងបន្តបន្ទាប់អ្នកនរគ្នាធ្វើការចូល IP ចូលពាក្យ IP service បាទអញ្ចឹងអ្នកនរគ្នា service ណាដែលអ្នកនរគ្នាអត់ប្រើខ្ញុំ recommend ឲ្យអ្នកនរគ្នាបិទចោលដូចជាពពួក SH Telnet API អ្នកនរគ្នាអត់ប្រើគឺបិទចោលទៅហើយ WW នេះគឺមានន័យថាយើង access នៅតាម browser បាទបើសិនជាអត់ប្រើខ្ញុំ recommend ឲ្យបិទចោលអ្នកនរគ្នាទុកតា Winbox នឹងមួយបានហើយតាក់ទងនឹង port ខ្ញុំ recommend ឲ្យអ្នកនរគ្នាផ្លាស់ប្ដូរដែរអញ្ចឹង port router ខ្ញុំគឺខ្ញុំបដូរទៅ port 20/24បាទអញ្ចឹងពេលដែលបើសិនជាអ្នកនរគ្នាអត់ធ្វើការ set password ទេហើយអ្នកនរគ្នាអត់ធ្វើការបិទservice មួយចំនួននៅក្នុងនោះទេនៅពេលដែលអ្នកនរគ្នា configure internet នៅក្នុង marketing router app អញ្ចឹងវានឹងធ្វើការ attack ចូល router យើងអញ្ចឹងណាអញ្ចឹងអានេះគឺជា security មួយចំនួនទាក់ទងនឹងលើ marketing router អញ្ចឹងនេះជាបទពិសោធន៍ខ្លះដែលខ្ញុំធ្វើការចែករំលែកជូនអ្នកនរគ្នាយកទៅប្រើប្រាស់ជាក់ស្ដែងនៅកន្លែងធ្វើការហើយវាពិតជាល្អសម្រាប់បងប្អូនទាំងគ្នាយកទៅប្រើប្រាស់មែនទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយអរគុណ